សោកស្ដាយ Lamine Yamal មិនអាចជួយ Barcelona comeback បានទេបងប្អូនយើងត្បិតតែជំនាញ Barca ឈ្នះបា2-1បងប្អូនប៉ុន្តែសរុបទាំងពីរជើងទៅគឺ AT បាទឈ្នះបា3បាទទល់នឹង2អញ្ចឹងយប់មិញនេះគឺថាបាទស្ដាយណាបងប្អូនយើងចាប់ផ្ដើមបាទតង់ទី1មកស្រាប់តែ Yamal មានឱកាសសុទ្ធមួយគ្រាប់ហើយក៏បាទ Torres ដាក់មួយគ្រាប់ទៀតបងប្អូនយើងអញ្ចឹងក៏បាទគ្រាប់បាល់បាទ2ស្មើណាប៉ុន្តែបាទមានណាបាទស្រាប់តែលោកមិនមកដាក់មួយគ្រាប់វិញអញ្ចឹងក៏បញ្ចប់តង់ទី1ទៅក៏បាទ1ទល់នឹង2បងប្អូនយើងសម្រាប់បាទការប្រកួតហើយក៏បន្តរហូតដល់បាទចុងតង់ទី2បងប្អូនយើងមកស្រាប់តែបាទខ្សែការពារកីឡាករបាទ Eric Garcia បានកាត់ក្រហមមួយទៀតគឺថា Barcelona ពិតជាឆ្វាក់បាននឹងបាទកាត់ក្រហមបងប្អូនយើងប្រកួតមុនហ្នឹងគឺបាទ Kubazi បាទកាត់ក្រហមហើយប្រកួតនេះបាទគឺកាត់ក្រហមទៀតបាទគឺកីឡាករ Eric Garcia បាទដល់កហើយអញ្ចឹងក៏បញ្ចប់ទៅគឺលទ្ធផលបាទ3បាទទល់នឹង2បាទទាំងពីរជើងបងប្អូនយើងអញ្ចឹងបងប្អូនពេលនេះគឺ Barca ធ្លាក់ហើយចំណែក AT ឡើងទៅបន្តរងចាំក្រុម Sporting និង Arsenal ក្រុមណាឈ្នះនោះគឺនឹងត្រូវបប៉ះ AT បងប្អូនយើង